chỉ tu tới từ mà rong no sooner là biệp ní cứ pra sầm rạp ở tây tất cả sầm na từ lực sạc một phiệp pi chọc khnia bắt tàu của tôi khnia và này môi mình toàn chọc sụp bùn phóng sập từ môi tiết lang mà đòn hai chỉ tu tới dương phở từ mà rong perfect đại chia từ mà rongตัวlóp head subject verb ទី 3 បូកជាមួយនឹង then និង past simple ឧទាហរណ៍ No sooner had I arrived at the station the train left មានន័យថាមកដល់ស្ថានីយ៍រថភ្លើងមិនទាន់ស្រួលបួលផងរថភ្លើងទៅបាត់ had I arrived ទម្រង់ past perfect ត្រឡប់ចង់សង្កត់ន័យមិនមែនជាទម្រង់សំណួរទេណាកន្លែងនេះចង់និយាយថារឿងហ្នឹងកើតមុននៅពេលដែលរថភ្លើង left រថភ្លើងទៅបាត់តែរឿងហ្នឹងគឺបន្តកតុយគ្នាជាប់គ្នា No sooner had she opened the door than the dog ran out នាងបើកទ្វារអត់បានប្រមាណផងឆ្កែនឹងរត់ចេញទៅក្រៅបាត់ had open ហ្នឹងកន្លែងហ្នឹងគឺទម្រង់ past perfect ត្រឡប់អញ្ចឹងនៅពេលដែលយើងប្រើទម្រង់ past perfect ជាមួយ past simple គឺ past perfect កើតមុនទៅ past simple កើតក្រោយតែនៅពេលដែលមាន no sooner គឺហ្នឹងបន្តកតុយគ្នាបើសិនអ្នកនរគ្នាចង់ប្រើនៅក្នុងទម្រង់បច្ចុប្បន្នឬក៏អនាគតយើងគួរតែប្រើ as soon as ជំនួសវិញ As soon as he finishes work he comes home ពេលដែលគាត់បញ្ចប់ការងារគាត់ភ្លាមណាជាទូទៅគឺត្រឡប់គាត់មកផ្ទះហើយក៏មិនដែលនៅយូរទេកន្លែងនេះជាទម្រង់បច្ចុប្បន្នកាលជាទូទៅយើងអត់ប្រើ no sooner ជាមួយបច្ចុប្បន្ននេះបើទោះបីទម្រង់ខ្លះមើលទៅន័យអាចតំណងទៅរួចក៏ដោយតែជាការល្អផ្លូវការតម្រង់យើងគួរតែប្រើ as soon as ជំនួស no sooner នៅក្នុងអនាគតកាល as soon as she arrives we'll start the meeting នាងមកដល់ភ្លាមយើងចាប់ផ្ដើមប្រជុំភ្លាម